មើលតែនៅក្នុងវីដេអូដឹងតែរបស់ឆ្ងាញ់ហើយជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរគឺខ្ញុំមកធ្វើប្រហុកចំហុយញ៉ាំហើយជាដំបូងដែរគឺមកចិញ្ច្រាំជាមួយនឹងសាច់ជ្រូក3ជាន់នឹងគឺថាយើងចិញ្ច្រាំឲ្យម៉ត់អញ្ចឹងណាតបមកម៉ត់ហើយគឺខ្ញុំមកធ្វើការដាក់ជាមួយនឹងប្រហុកដាក់ចំនួន2ស្លាបព្រាដោយសារតែប្រហុកនេះគឺប្រហុកសាច់ដែលម៉ែក៏បានចិញ្ច្រាំផ្ញើមកពីផ្ទះស្រាប់តែម្ដងអញ្ចឹងហើយគឺខ្ញុំធ្វើការមកចិញ្ច្រាំលាយជាមួយនឹងសាច់ដែលយើងបានចិញ្ច្រាំនោះលាយចូលគ្នាជាមួយនឹងប្រហុកហើយបន្ទាប់ពីចិញ្ច្រាំជាមួយនឹងសាច់និងប្រហុកចូលសព្វគ្នាហើយគឺខ្ញុំមកចិញ្ច្រាំជាមួយនឹងគ្រឿងដែលមានដូចជាម្ទេសក៏ដូចជាខ្ទឹមសផងដែរហើយតាមម្ទេសហ្នឹងគឺពុកម៉ែបងប្អូនសម្រាប់ដែលចូលចិត្តហិលគឺថែមម្ទេសតាមចំណង់ចិត្តតែដោយសារតែខ្ញុំអត់សូវចេះញ៉ាំហិលទេគឺដាក់ដើម្បីតែអុយកុំអុយអត់ម្ទេសអញ្ចឹងណាដោយសារតែដាក់ម្ទេសទៅគឺមានពណ៌ក៏ដូចជាសភនភាពនឹងគឺស្អាតខ្លាំងមែនទែនហើយបន្ទាប់មកគឺមកធ្វើការដាក់ជាមួយនឹងស្ករសចំនួន1ស្លាបព្រាកន្លះហើយបន្ទាប់មកគឺដាក់ជាមួយនឹងប៊ីចេបន្តិចផងដែរដោយសារតែយើងបាក់ប្រើជាមួយនឹងអំបិលទេដោយសារតែប្រហុកយើងប្រៃហើយតែហ៊ានតែដាក់អំបិលហ្នឹងតែប្រៃមិនញ៉ាំទេបងប្អូនអរគ្នាហើយបន្ទាប់ពីចិញ្ច្រាំគ្រឿងយើងរួចស្រេចបែបរួចគឺខ្ញុំធ្វើការយកមកដាក់ចានក៏ដូចជាដាក់ជាមួយនឹងពងមាន់ចំនួន2គ្រាប់ផងដែរដោយសារតែយើងដាក់ពងមាន់នឹងដើម្បីកាត់បន្ថយកុំឲ្យសោប្រៃដោយសារតែខ្ញុំដាក់ប្រហុកនឹងទៀងជ្រូតដៃបន្តិចហើយគឺថាខ្លាចប្រៃអញ្ចឹងហើយគឺខ្ញុំថែមពងមាន់បន្ថែមពីលើទៀតផងដែរហើយបន្ទាប់មកធ្វើការមកកូរច្បល់លាយពងមាន់ក៏ដូចជាប្រហុកចិញ្ច្រាំជាមួយនឹងសាច់នឹងគឺថាឲ្យចូលសពគ្នាល្អហើយគឺខ្ញុំមកធ្វើការដាក់ឆ្នាំងនៅលើចង្ក្រានដើម្បីដាក់ទឹកដើម្បីយើងយកទៅចំហុយហើយបន្ទាប់មកខ្ញុំធ្វើការដាក់ជាមួយនឹងប្រហុកចិញ្ច្រាំដែលយើងច្រាំរួចក៏ដាក់ក្នុងឆ្នាំងគឺតែឆ្នាំងនឹងគឺធំជាងចានមកល្មមចំហុយដោយសារតែចាននឹងធំផងដែរចានក្លោកនឹងគឺធំហើយបន្ទាប់មកគឺធ្វើការដាក់ចំហុយចំនួន25ទៅ30នាទីដាក់តែមើលតាមសំល្មមហើយបន្ទាប់មកខ្ញុំមកធ្វើការរោយជាមួយនឹងស្លឹកខ្ទឹមដែលបានហាន់ដាក់ដើម្បីឲ្យមានក្លិនឈ្ងុយក៏ដូចជាបន្ថែមជាមួយនឹងពងមាន់ចំនួន1គ្រាប់ទៀតដោយសារតែខ្ញុំដាក់ប្រហុកមុនគឺថារៀងជ្រុលដៃខ្លាចប្រៃអញ្ចឹងហើយគឺថាថែមពងមាន់ដើម្បីកាត់បន្ថយកុំឲ្យប្រៃពេកអញ្ចឹងណាហើយបន្ទាប់មកគឺខ្ញុំគ្របទុកមួយសន្ទុះដែរគឺថាមកបើកមើលគឺថាមើលទៅសុខភាពគឺថាល្អខ្លាំងមែនទែនហើយបន្ទាប់មកគឺខ្ញុំមកយកសមចាក់មើលបន្ថែមបើសិនជាមានទឹកនៅខាងក្នុងគឺថាអត់ទាន់ឆ្អិនទេតែនេះគឺថាឆ្អិនល្អខ្លាំងមែនទែនដោយសារតែចាក់ទៅគឺអត់មានទឹកនៅខាងក្នុងទេហើយនេះគឺជាប្រហុកចំហុយដែលបានធ្វើរួចដែលមានបន្លែដូចជាត្រប់ក៏ដូចជាស្ពៃក្តោបនិងត្រសក់ផងដែរដោយសារតែខ្ញុំញ៉ាំម្នាក់ឯងអញ្ចឹងហើយគឺថាមិនសូវដាក់ច្រើនទេខ្លាចកាត់សល់អញ្ចឹងណាហើយតើពុកម៉ែបងប្អូនអរគ្នាទៅទស្សនាពីខ្ញុំញ៉ាំនៅប្រហុកចំហុយក៏ដូចជាលក់ស្រស់យើងផងដែរមើលតែខ្ញុំញ៉ាំទៅគឺដឹងថាទំនងឆ្ងាញ់ខ្លាំងប៉ុណ្ណាគឺថាឃ្លានយូរហើយបងប្អូនអរគ្នាតែមិនទាន់មានពេលបានធ្វើញ៉ាំតែពេលថ្ងៃនេះតនេះទៅគឺថាធ្វើញ៉ាំយកគ្នាតែម្ដងទៅហើយអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំពីដើមដល់ចប់បើសិនជាមានពាក្យសម្ដីឬកាយវិការត្រង់ណាមិនសមរម្យក៏សូមខន្តីអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនទាំងអស់គ្នាជាអ្នកទស្សនាហើយអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការចំណាយពេលវេលាទស្សនាវីដេអូរបស់ខ្ញុំពីដើមដល់ចប់ជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យរកទទួលទានមានបានសុខសុវត្ថិភាពធ្វើដំណើរទាំងផ្លូវចិត្តទាំងផ្លូវឆ្ងាយអរគុណជំរាបលាបាយបាយជួបគ្នានៅវីដេអូក្រោយ